ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី podcast អាណាចក្រតារានិករជាមួយខ្ញុំបាទ Aken ដែលកម្មវិធីមួយនេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីអាថ៌កំបាំងរបស់តារានិករទាំង12ដែលកម្មវិធីរបស់យើងដំណើរការទៅបានក៏ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីដោយសាប៊ូកក់សក់កម្ចាត់ប្រេងនៅអង្គែ Maden Gel មានសារជាតិធម្មជាតិជួយបំប៉នដល់ស្បែកក្បាលបង្ការនិងកម្ចាត់ផ្សិតសម្រាប់ស្បែកក្បាលដែលមានអង្គែនិងរមាស់ជួយកាត់បន្ថយខ្លាញ់ញើសនៅលើស្បែកក្បាលធ្វើឲ្យសក់រឹងមាំភ្លឺរលោងនិងរលាស់បានល្អក្លិនស្រស់ស្រាយប្រើបានទាំងនារីនិងបុរសចង់បំបត្តិកន្ទួលរមាស់និងសក់ឡើងប្រេងសាកល្បងប្រើជាមួយនឹងសាប៊ូកម្ចាត់ប្រេងនៅអង្គែ Maden Gel នេះបានសាប៊ូដកខ្លួន Den Gel Body Clear ជាប្រភេទសាប៊ូ gel មានសារធាតុនៅក្នុងការថែរក្សាស្បែកលាងសម្អាតធូលីនិងកខ្វក់ខ្លាញ់ញើសប្រចាំថ្ងៃថែមទាំងផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងដូចទារកក្លិនក្រអូបមិនឈួរខ្លាំងប៉ះពាល់ដល់អារម្មណ៍ប្រើបានទាំងបុរសនិងនារីបានស្បែកស្អាតទន់ភ្លឺរលោងទំនុកចិត្តការឡើងទ្វេដងសាកល្បងប្រើ Den Gel Body Clear ឥឡូវនេះផឹកកាហ្វេមិនចង់ឲ្យប្រឡាក់មាត់កែវពាក់ម៉ាស់មិនចង់ឲ្យប្រតាក់សាកល្បងប្រើក្រែមលាបមាត់ Den Gel Black Truffle រូបមន្តជាប់ល្អមិនប្រតាក់ពណ៌ស្ងួតលឿននិងជាប់បានយូរចង់បានបបោមាត់ទន់ស្រស់ស្អាតពេញមួយថ្ងៃនឹង 6C ប្រើ Den Gel Black Truffle ឥឡូវនេះអូខេអ្នកនរគ្នាសំណួរជាប្រចាំដែលខ្ញុំតែងតែទទួលបានពីក្នុង TikTok របស់ខ្ញុំមកថាតើក្រុមតារានិកររបស់ពួកគាត់ត្រូវជួបអីគេខ្លះនៅក្នុងឆ្នាំថ្មីហ្នឹងឬមួយក៏ធម្មពលរបស់ពួកគាត់បែបមិនដែរអីបែបមិនដែរអញ្ចឹងណាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកក្រុមតារានិករធីបភ្លើងមុនគេមកនិយាយនៅក្នុងឆ្នាំ2026នេះអូខេសម្រាប់ក្រុមតារានិករធីបភ្លើងទី1ក្រុមតារានិករ Aries ពួកគាត់អាចនឹងមានការបែងចែកគំនិតថ្មីនៅក្នុងការគិតហើយពួកគាត់អាចនឹងវិវត្តខ្លួនទៅមកកម្រិតទៅតាមអ្វីដែលគាត់ចង់បានអញ្ចឹងបើសិនជា Aries ណាដែលគាត់កំពុងតែនៅជាប់នៅក្នុងអតីតកាលរបស់ខ្លួនឯងពិបាកដើរចេញឬមួយក៏ពួកគាត់ធ្វើអីមួយចេះតែចាប់ខុសរហូតអីចឹងណាអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានវាថាការដែលប្រើធម្មពលរបស់ខ្លួនឯងបានត្រឹមត្រូវអាគេហៅថារបៀបថាកន្លងមកគឺពួកគាត់តែងតែវាថាប្រផ្នូលអត់សូវល្អនៅក្នុងការងាររបស់គាត់ឬមួយក៏នៅក្នុងចិត្តរបស់គាត់មិនថារឿងស្នេហាអញ្ចឹងទៅអញ្ចឹងនៅក្នុងឆ្នាំនេះអ្នកនរគ្នាអាចនឹងរីកចម្រើនបានល្អជាងមុនអូខេហើយបើសិនជាយើងស្ដាប់ទៅអ្នកទាំងអស់គ្នាខ្លះគឺគាត់ដូចជាកំពុងតែមានបញ្ហាវិបត្តិឬស្នេហាខ្លាំងមែនតើដោយសារ Aries នេះអ្នកផ្សេងទៀតចូលមកធ្វើឲ្យគាត់ឈឺគឺគាត់អត់ឈឺទេប៉ុន្តែបើនិយាយអំពីស្នេហាចូលមកចាក់គាត់វិញគឺគាត់ឈឺភ្លាមមករំពេចបកាច់ត្រាល់ភ្លាមឥឡូវហើយសម្រាប់ក្រុមតារានិករ Leo អញ្ចឹង Leo ពួកគាត់គឺជាមនុស្សដែលតែងតែជួបជាមួយនឹងស្នេហាបែបឆេះបែបលក្ខណៈថាឃើញភ្លាមស្រឡាញ់ផ្លែតឃើញចេះចុះអីចឹងទៅឬមួយក៏ក្នុងជីវិតរបស់គាត់គឺគាត់ជួបមនុស្សអត់សូវសមបំណងបានដូចគ្នាដែរអញ្ចឹងអាចនៅក្នុងឆ្នាំថ្មីនេះគាត់ជួបជាមួយនឹងមនុស្សល្អហើយអាចធ្វើឲ្យគាត់ទទួលបានអារម្មណ៍មួយថាកក់ក្ដៅ peacefully ឬមួយក៏អ្នកខ្លះអញ្ចឹងគឺគាត់ជ្រើសរើសយកផ្លូវនៅម្នាក់ឯងដើម្បី build credit ខ្លួនឯងបានខ្ពស់ជាងនឹងសិនទោះគាត់យកដៃគូខ្ញុំគិតថាអញ្ចឹងបើសិនជា Leo ទាំងអស់គឺគាត់អត់បានមានស្នេហាហើយគាត់យកខ្លួនឯងជាធំគាត់ប្រើធម្មពលរបស់ខ្លួនឯងជាធំគាត់នឹងដឹងហើយថាការដែលប្រើធម្មពលរបស់ខ្លួនឯងគឺវាល្អដល់កម្រិតណានៅពេលដែលយើងធ្វើជាមនុស្សអ្នកដែលគិតគូរពីខ្លួនឯងបានច្រើនជាជាងយើងយកពេលវេលាទៅចំណាយទៅលើស្នេហាដែលដូរមុខរហូតអញ្ចឹងនៅពេលដែលស្នេហាដូរមុខរហូតណាអ្នកទាំងអស់គ្នាគិតមកវិញមើលគិតថាចាតាមមានមនុស្សណាគឺគេនិយាយថាគឺគេអត់វិនិច្ឆ័យគេនៅតែវិនិច្ឆ័យមកលើអូអញ្ចឹងដែលថា Leo គឺគាត់វាថាផ្លាស់ប្ដូរមនុស្សរបៀបថាបើសិនជាពេលខ្លះទៅអាចនឹងមាត់ដល់មនុស្សគឺគាត់អាចនឹងថាទៀតជាពិសេសគឺខ្ញុំនឹងឯងបើសិនជាខ្ញុំឃើញថាពួកគាត់បដូរគូច្រើនពេកអញ្ចឹងខ្ញុំចូលជានិយាយថាពួកគាត់ស្រឡាញ់អត់រើសមុខទេដូរគូរហូតមុខមិនក៏ឃើញដែរអញ្ចឹងប្រយ័ត្នតិច Leo នៅក្នុងការសម្រេចចិត្តជ្រើសរើសយកដៃគូអូខេហើយខ្ញុំសង្ឃឹមថាក្នុងឆ្នាំថ្មីនេះអ្នកនឹងអាចជ្រើសរើសយកដៃគូសមអំណងតាមចិត្តរបស់អ្នកទាំងអស់គ្នាដែរជប់សិននៅសារសជីធារីមួយទៀតប៉ុន្តែខ្ញុំសូមសម្រាប់បន្តិចសិនដើម្បីជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីសាប៊ូកក់សក់កម្ចាត់ប្រេងនៅអង្គែ Maden Gel មានសារជាតិធម្មជាតិជួយបំប៉នដល់ស្បែកក្បាលបង្ការនិងកម្ចាត់ផ្សិតសម្រាប់ស្បែកក្បាលដែលមានអង្គែនិងរមាស់ជួយកាត់បន្ថយខ្លាញ់ញើសនៅលើស្បែកក្បាលធ្វើឲ្យសក់រឹងមាំភ្លឺរលោងនិងរលាស់បានល្អក្លិនស្រស់ស្រាយប្រើបានទាំងនារីនិងបុរសចង់បំបត្តិកន្ទួលរមាស់និងសក់ឡើងប្រេងសាកល្បងប្រើជាមួយនឹងសាប៊ូកម្ចាត់ប្រេងនៅអង្គែ Maden Gel នេះបានសាប៊ូដកខ្លួន Den Gel Body Clear ជាប្រភេទសាប៊ូ gel មានសារធាតុនៅក្នុងការថែរក្សាស្បែកលាងសម្អាតធូលីនិងកខ្វក់ខ្លាញ់ញើសប្រចាំថ្ងៃថែមទាំងផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងដូចទារកក្លិនក្រអូបមិនឈួរខ្លាំងប៉ះពាល់ដល់អារម្មណ៍ប្រើបានទាំងបុរសនិងនារីបានស្បែកស្អាតទន់ភ្លឺរលោងទំនុកចិត្តការឡើងទ្វេដងសាកល្បងប្រើ Den Gel Body Clear ឥឡូវនេះផឹកកាហ្វេមិនចង់ឲ្យប្រឡាក់មាត់កែវពាក់ម៉ាស់មិនចង់ឲ្យប្រតាក់សាកល្បងប្រើក្រែមលាបមាត់ Den Gel Black Truffle រូបមន្តជាប់ល្អមិនប្រតាក់ពណ៌ស្ងួតលឿននិងជាប់បានយូរចង់បានបបោមាត់ទន់ស្រស់ស្អាតពេញមួយថ្ងៃនឹង 6C ប្រើ Den Gel Black Truffle ឥឡូវនេះអូខេសម្រាប់ Sagittarius អញ្ចឹង Sagittarius ទាំងអស់
គាត់អាចនឹង feel bad ឬមួយក៏គាត់អាចនឹងអត់សូវមានធម៌ពលនៅក្នុងការដែលធ្វើអីមួយម៉ានទេនៅក្នុងឆ្នាំចាស់ណាទោះបីជាមានស្នេហាក៏ស្នេហាដែលអត់សូវជោគជ័យម៉ានដូចគ្នាដែរហើយតែតែត្រូវគេបោកប្រាស់ទំនុកចិត្តរហូតមកអញ្ចឹងសម្រាប់ក្រុមធាតុភ្លើងនេះនិយមន័យរបស់ពួកគាត់គឺស្ទៀងគ្នាឯងប៉ុន្តែ Secretary គាត់អាចនឹងត្រូវធ្ងន់ជាងគេបន្តិចទាំងស្នេហាទាំងការងារទាំងរឿងផ្ទាល់ខ្លួនទាំងរឿងអីផ្សេងផងពួកគាត់គឺវល់ចូលគ្នាតែហ្មងអញ្ចឹងគឺឆ្នាំ2026នេះអ្វីដែលគួរប្រយ័ត្នជាងគេគឺមិត្តភាពคล้ายអ្នកទាំងអស់គ្នាធ្លាប់មានមេរៀននៅត្រូវគេអញ្ចឹងបើសិនជាធ្លាប់មានមេរៀនមកហើយអ្នកទាំងអស់គ្នាកុំទុកចិត្តគេខ្លាំងពេកពីព្រោះអីមនុស្ស Secretary ភាគច្រើនគឺគាត់ជួយចិត្តឱកាសទៅកាន់មិត្តភ័ក្តិក៏ដូចជាឱកាសទៅកាន់មនុស្សជុំវិញខ្លួនមែនតើអញ្ចឹងអ្វីក៏ដោយបើសិនជាឲ្យឱកាសទៅកាន់មនុស្សជុំវិញខ្លួនច្រើនពេកគឺគេកាន់តែអត់ឃើញតម្លៃរបស់អ្នកទាំងអស់គ្នាទេអញ្ចឹងអ្នកទាំងអស់គ្នាល្មមដល់ពេលវេលាដែលគិតគូរពីខ្លួនឯងបានច្រើនហើយមួយទៀតកុំប្រកែកសំដែងពេកអូខេកុំសំដែងតែខ្លួនឯងរឹងមាំអីខ្ញុំដឹងថាអ្នកទាំងអស់គ្នាអត់រឹងមាំទេអូខេខ្ញុំដឹងថាអ្នកទាំងអស់គ្នាអត់រឹងមាំទេអញ្ចឹងអាពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងតែពិបាកចិត្តខូចចិត្តពេលថាបនិចបណៈអានេះអានេះនេះអញ្ចឹងអ្នកទាំងអស់គ្នាយកអាពេលហ្នឹងណាយកមកអភិវឌ្ឍខ្លួនឯងកុំយំដោយសារអ្នកណាហើយក៏កុំធ្វើអីមួយដែលធ្វើឲ្យប៉ះទង្គិចទៅដល់ផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាខ្លាំងពេកនៅពេលអ្នកទាំងអស់គ្នាធ្វើឲ្យវាប៉ះទង្គិចទៅលើផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាខ្លាំងពេកទៅអាចនឹងធ្វើឲ្យអារម្មណ៍របស់អ្នកទាំងអស់គ្នាគឺវាអត់នឹងទៅតាមនឹងដូចគ្នាអញ្ចឹងស្អីក៏ដោយយើងត្រូវតែ focus ទៅលើខ្លួនឯងឲ្យបានច្រើនបើអ្នកទាំងអស់គ្នាចង់ស្រឡាញ់ក្រុមតារានិករធាតុភ្លើងណាអ្នកទាំងអស់គ្នាត្រូវដឹងថាពួកគាត់នេះមិនមែនជាមនុស្សដែលបិទសិទ្ធិសេរីភាពទៅកាន់ដៃគូទេហើយក៏មិនមែនជាមនុស្សដែលពោពេញទៅដោយភាពតុកសិកនៅក្នុងខ្លួនដែរអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវតែទទួលបានពីគាត់មកវិញគឺសេរីភាពការផ្ដល់ឲ្យការស្រឡាញ់ដោយបែបក្តៅដូចដូងដុតអ្នកទាំងអស់គ្នានឹងរបៀបណាថានឹងទទួលបានអារម្មណ៍មួយថាពួកគាត់ take care អ្នកទាំងអស់គ្នាខ្លាំងមែនតើប៉ុន្តែបើសិនជាក្នុងករណី in case ដែលអ្នកទាំងអស់គ្នាជួបជាមួយនឹងក្រុមតារានិករធាតុភ្លើងមួយរូបណាក៏ដោយឲ្យតែគាត់ឆាប់អស់ចិត្តស្រឡាញ់អ្នកទាំងអស់គ្នាចុះមានន័យថាអ្នកទាំងអស់គ្នាមិនមែនជា type របស់គាត់ទេអ្នកទាំងអស់គ្នាគ្រាន់តែជារបស់លេងរបស់គាត់បើសិនជាយើងនិយាយអាក្រក់ស្ដាប់ទៅអ្នកទាំងអស់គ្នាប្រៀបបានទៅនឹងឈ្នន់របស់គាត់មួយចឹងបើអ្នកទាំងអស់គ្នាចង់ឲ្យខ្លួនឯងបានរបៀបឡើងថាទទួលបានអារម្មណ៍មួយថាកក់ក្ដៅពីក្រុមតារានិករធាតុភ្លើងតតែអ្នកទាំងអស់គ្នាដោយផ្ទាល់ make sure ឲ្យពួកគាត់ឃើញមកវិញថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលអាចឲ្យគាត់គ្រប់គ្រាន់នៅក្នុងរឿងស្នេហាទាំងអស់ហ្នឹងដោយសារតែភាគច្រើនដូចខ្ញុំបញ្ជាក់ប្រាប់មុនហ្នឹងអញ្ចឹងថាខ្ញុំបានឃើញពួកគាត់អត់សូវមានគំនិតនៅក្នុងការដែលថែក្រុមតារានិករធាតុភ្លើងបាទនេះនៅពេលដែលក្រុមតារានិករធាតុភ្លើងស្រឡាញ់ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងណាគឺគាត់ស្រឡាញ់ក្តៅដូចដងដុតអញ្ចឹងនៅពេលដែលអ្នកនរគ្នាប្រើក្តីស្រឡាញ់មកចេញមកវារបៀបលក្ខណៈថាវាអាសេមអាសាមអីពេកអញ្ចឹងណាអ្នកនរគ្នានឹងអត់បានការស្រឡាញ់ត្រឡប់ទៅវិញទេបានតែការខកចិត្តពីគាត់ត្រឡប់ទៅវិញហើយក្រុមតារានិករធាតុភ្លើងនេះស្រឡាញ់គេរំពឹងខ្ពស់ទៅលើគេខ្ញុំនិយាយមែនណាមកក្រុមតារានិករទាំង12ទាំងអស់ក្រុមធាតុភ្លើងនេះស្រឡាញ់គេរំពឹងខ្ពស់ទៅលើគេមែនតើអញ្ចឹងនៅពេលដែលរំពឹងខ្ពស់ទៅលើដៃគូខ្ញុំនិយាយតាមមនុស្សតែគាត់អត់ទាន់ចាស់ទុំទេអូខេមនុស្សដែលគាត់ស្ថិតក្នុងតារានិករធាតុភ្លើងទាំង3 Aries Leo ហើយនិង Sagittarius អូខេ3អ្នកហ្នឹងនៅពេលណាដែលពួកគាត់អត់ទាន់ចាស់ទុំស្រួលបួលគឺគាត់មានការរំពឹងខ្ពស់ទៅលើដៃគូខ្លាំងមែនតើដែលជាហេតុធ្វើឲ្យគាត់ធ្លាក់ចូលក្នុងរណ្ដៅមួយដែលពិបាកងើបចេញពីស្ថានភាពទាំងអស់ហ្នឹងអញ្ចឹងគិតមើលឡើងវិញម្ដងទៀតនៅពេលដែលអ្នកទាំងអស់គ្នាធ្វើអីមួយដើម្បីឲ្យខ្លួនឯងទទួលបានវាថាអារម្មណ៍នៃភាពកក់ក្ដៅទាំងអស់ហ្នឹងអញ្ចឹងស្រួលបួលតិចទៅការដែលអ្នកនរគ្នាសំដែងជីមកថាអត់អីហ្នឹងកុំប្រើពាក្យអត់អីនឹងច្រើនពេកអីដោយសារតែវាមិនល្អទេយល់ទេកម្មវិធី podcast អាណាចក្រតារានិករអេពីសូតថ្មីរបស់យើងគឺឈានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាមានមតិយោបល់បែបណានៅក្នុងអេពីសូតមួយនេះអ្នកនរគ្នាអាច comment នៅខាងក្រោមបាន comment បែបរីកូនស្ថាបនាក៏បាន comment បែបណាក៏បានក៏ខ្ញុំទទួលយកអូខេហើយអ្នកនរគ្នាមានសំណុំពរអីក៏អាចសំណុំពរឲ្យខ្ញុំនៅខាងក្រោមវីដេអូនេះដូចគ្នាដែរហើយខ្ញុំក៏អរគុណទៅកាន់ម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងគឺផលិតផល Mac Brand Dental នេះគឺជា brand ថ្មីអ្នកទាំងអស់គ្នាប៉ុន្តែគុណភាពល្អតែម្ដងអ្នកទាំងអស់គ្នាខ្ញុំប្រើដោយផ្ទាល់ខ្ញុំតេស្តដោយផ្ទាល់មិនថាអ្នកទាំងអស់គ្នាចង់បានជាមួយនឹងសាប៊ូកក់សក់ឬមួយក៏សាប៊ូដោះខ្លួនឬមួយក៏ជាប្រភេទក្រែមដែលលាបជាប់នៅលើបបោមាត់ដូចរបស់ខ្ញុំនេះអ្នកទាំងអស់គ្នាកុំភ្លេចសាកជាមួយនឹងផលិតផលរបស់ Dental របស់យើងផងកម្មវិធី podcast អាណាចក្រតារានិកររបស់យើងនឹងដំណើរការទៅលើ platform ទាំង3គឺនៅលើ TikTok អាណាចក្រតារានិកររបស់ខ្ញុំជាមួយនឹង Facebook page អាណាចក្រតារានិករដូចគ្នាដែរហើយនៅក្នុង YouTube អ្នកទាំងអស់គ្នាអាចវាយអាណាចក្រតារានិករ podcast by Aken Zodiac អ្នកទាំងអស់គ្នានឹងឃើញជាមួយនឹង channel YouTube របស់ខ្ញុំហើយយើងក៏សូមអរគុណអ្នកទាំងអស់គ្នាអាចតាមដានបានជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 7:30 នាទីយប់អូខេខ្ញុំបាទ Aken សូមអរគុណសូមជម្រាបលាបាយបាយ